ជំរាបសួរខ្ញុំឈ្មោះមិនចិន្តាជាមន្ត្រីបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងសេវានិងរបបឧបត្ថម្ភតាវិការលឹកសប្តាហ៍ថ្ងៃខ្ញុំមានទំនួលខុសត្រូវទៅលើការឆែកមើលគោលនយោបាយនៅក្នុងស្ថាប័នថាវាមានភាពគ្រប់ជ្រុងជ្រោយហើយឬនៅតាមមានចំណុចណាដែលយើងអាចដាក់បញ្ចូលពីការភាពដែលធ្វើឲ្យស្ថាប័នមានភាពប្រសើរឡើងនិងបរិយាបន្នសង្គមការសិក្សាចំណេះដឹងដែលខ្ញុំបានពីប្រទេសអូស្ត្រាលីបានជួយខ្ញុំជាច្រើនគឺទំនុកចិត្តការងារធ្វើឲ្យការចំណេះដឹងបានធ្វើឲ្យខ្ញុំមានទំនុកចិត្តខ្លួនឯងI am allowed to do a placement at the host organization. I have a time to work in the really professional, accessible environment where I can meet a lot of new people, especially my supervisor and my colleagues who have similar condition and they are really specialists in disability. It makes me more comfortable and finish my assignments more independent than before. ពេលគាត់ត្រឡប់មកវិញមកអ្វីៗហាក់បីដូចជាមានការផ្លាស់ប្ដូរច្រើនហើយគាត់បានយកនៅអ្វីដែលគាត់បានរៀនទាំងក្របខ័ណ្ឌនៃការចូលរួមក្នុងសង្គមខាងក្នុងហើយការសហប្រតិបត្តិការដែលទទួលបានពីក្នុងចំណេះជំនាញដែលគាត់ទទួលបានពី course របស់គាត់អូស្ត្រាលី They are really interesting topic which provide me better enhancement in disability sector. For example, I took the policy for the life of people with disability, which consider any policy for people with disability. For example, inclusive education policy. That policy has established to ensure that the people with disability, students with disability have the equal right to be in the education area without discrimination. So we take this topic, we have better capacity to analyze which is the gap that policy itself has. So when we implement the policy, it even create further problem and challenges for people with disability. ពេលគាត់មកវិញនេះខ្ញុំចិន្តាខ្ញុំធ្វើការរៀបចំនៅទូនទីភារកិច្ចរបស់គាត់មួយបន្ថែមទៀតលើអ្វីដែលជាការងារដែលគាត់ធ្លាប់ធ្វើគឺឲ្យគាត់ជួយពិនិត្យទៅលើគោលនយោបាយនានាក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមយុទ្ធសាស្ត្របញ្ញកោណអីហ្នឹងដើម្បីយើងអាចគិតគូរថាធ្វើយ៉ាងណាដើម្បីឲ្យអង្គភាពរបស់យើងអាចដំណើរការទៅប្រកបទៅដោយនិរន្តរភាពហើយឆ្លើយតបទៅនឹងអ្វីដែលជាគោលដៅរបស់រដ្ឋាភិបាលនិងគោលបំណងរបស់ស្ថាប័នតែម្ដង Australian Award not only provide me the academic, providing me the financial support to study my course, but additional support to learn, to expose the environment, to build network. Yeah, it's really a wonderful support that I ever received. អាហារូបករណ៍អូស្ត្រាលីពិតជាជួយដល់មន្ត្រីរបស់យើងបានច្រើនហើយទន្ទឹមនោះខ្ញុំក៏សូមធ្វើការលើកទឹកចិត្តដល់អាដាមលោកជំទាវលោកស្រីដែលជាប្រធានស្ថាប័នប្រធានអង្គភាពរបស់ក្រសួងស្ថាប័ននានាគួរតែបើអាចទេគឺលើកទឹកចិត្តដល់មន្ត្រីក្រមការងារដែលជាសហការីរបស់ខ្លួនឲ្យគាត់បានចូលរួមប្រកួតប្រជែងដើម្បីទទួលបាននៅអាហារូបករណ៍របស់អូស្ត្រាលីនេះឲ្យបានច្រើនអាហារូបករណ៍នៅប្រទេសអូស្ត្រាលីគឺពិតជាមានអត្ថន័យសម្រាប់ខ្ញុំក៏ដូចជាគ្រួសាររបស់ខ្ញុំដោយសារវាបានផ្លាស់ប្ដូរពួកយើងទាំងអស់គ្នារួមគ្នាបានយើងអាចជួយប្រទេសជាតិយើងឲ្យរីកចម្រើនជាងនឹងបានព្រោះអីខ្ញុំតែឯងខ្ញុំមិនអាចមកជួយបានទេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនយើងព្យាយាមបានអាហារូបករណ៍ដូចខ្ញុំដែរ I want my society to accept diversity rather than disability.